របៀបបង្កើត X នេះនៅក្នុងឆ្នាំ2025នៅ2025នេះយើងបង្កើត X នៃ account broker មួយដែលទទួលស្គាល់ដោយអន្តរជាតិវាអត់ពិបាកទេទាំងអស់គ្នា broker X នេះវាមានអាជ្ញាប័ណ្ណត្រឹមត្រូវនិងsupport ជាមួយ local bank របស់យើងទៀតទាំងអស់គ្នាយើង support ជាមួយ ABA AC អីទៀតយើងដាក់លុយបានច្រើនតាមប្រភេទច្រើនទាំងអស់ដូចជា Binance ដូចជាកាក់អីយើងដាក់បានទាំងអស់អញ្ចឹង broker មួយនេះវាមាន spread តូចវាមានគណនីសេនវាមានគណនី zero spread វាមាននិយាយទៅវាមានច្រើនប្រភេទឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើតគណនី X នេះហើយបង្កើតគណនី Sen account ទេទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាធ្វើការចុច link នៅខាងក្រោមវីដេអូរបស់ខ្ញុំមកខ្ញុំធ្វើការដាក់ link នៅខាងក្រោមហ្នឹងពេលអ្នកទាំងអស់គ្នាចុចមកវានឹងចូលមកកាន់ទម្រង់បែបនេះទម្រង់បែបទាំងអស់គ្នា website X នេះរបស់គេបន្ទាប់មកទៀតអ្នកទាំងអស់គ្នាក៏ធ្វើការចុច register មកហើយកន្លែងនេះអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសប្រទេសមកយើងដាក់ Cambodia យើងមកហើយកន្លែង email នេះឧទាហរណ៍ទាំងអស់គ្នាខ្ញុំក៏ឧទាហរណ៍អ្នកទាំងអស់គ្នាមើលទេអ្នកទាំងអស់គ្នាធ្វើការដាក់ Gmail របស់ទាំងអស់គ្នាចូលមកហើយ password ហ្នឹងវាត្រូវទាមទារចាប់ពី8ខ្ទង់ទៅដល់15ខ្ទង់មានអក្សរតូចអក្សរធំលីគ្នាហើយនឹងមានលេខនិងមានលេខពិសេសទាំងអស់គ្នាលេខពិសេសបែបចេះខ្ញុំនឹងបើឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងទៅហើយលេខហើយនឹងសញ្ញាអីចេះទៅទាំងអស់គ្នាបែបហ្នឹងណាអូខេឥឡូវយើងធ្វើការផាសវានឹងចេញពណ៌ខៀវអត់នេះវានឹងចេញពណ៌ខៀវទាំងអស់គ្នាហើយវាមានចំនួន13ខ្ទង់អូខេបន្តមកទៀតកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាចង់ចុចចុះឈ្មោះជាមួយនឹង Google account Google យើងក៏បានដែរហើយពេលដែលយើងចុះឈ្មោះហើយវានឹងចេញផ្ទាំងបែបនេះគ្នាយើងគ្រាន់តែដាក់ country ដាក់កម្ពុជាយើងមកហើយនឹង password មកប៉ុណ្ណឹងមកចុច continue ដែរមកដូចគ្នាទាំងអស់គ្នាហើយកន្លែងនេះវានឹងចូលមកដល់ X នេះរបស់យើងហើយវាចូលមកដល់អញ្ចឹង demo យើងណៃ withdraw បានទេទាំងអស់គ្នានេះគេមានគេឲ្យយើងបង្កើត account ណា demo ឬក៏ re account ឥឡូវយើងចុច re account មកយើងចូលទៅផ្ទាំងមួយទៀតអូខេបន្តមកទៀតយើងធ្វើការនេះមើលទៅខាងលើនេះសម្រាប់កុំព្យូទ័រទាំងអស់គ្នាយើងធ្វើការចុច complete profile មករងចាំបន្តិចនេះវាមានការ confirm email address របស់យើងដែលយើងបានចុះឈ្មោះលេខទូរស័ព្ទរបស់យើងហើយនឹង add profile information អត់ពិបាកទេទាំងអស់គ្នាខ្ញុំធ្វើការ verify មកបន្ទាប់ប៉ុន្តែដោយសារតែខ្ញុំធ្លាប់ចុះឈ្មោះនៅលើ X នេះហើយអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំមិនអាចចុះឈ្មោះម្ដងបានទៀតទេអញ្ចឹងយើងធ្វើចុច get start មកតមកទៀតវានឹង send លេខកូដមកកាន់ email របស់យើងនេះខ្ញុំមានលេខកូដដែរអូខេចាំបន្តិចឥឡូវវាបានរួចទាំងអស់គ្នាវាចេញពណ៌ខៀវមួយណាវាការីពណ៌ខៀវបន្តមកទៀតចេះធ្វើការ complete phone number ខែនេះលេខដែលខ្ញុំអត់ទាន់បាន connect ជាមួយនឹង X នេះឥឡូវយើងធ្វើការ connect ផងទៅអូខេ connect មួយទៀតហើយគ្រីសមួយទៀតបន្តមកធ្វើការ complete now ទៀតមកនេះកន្លែងនេះឈ្មោះពេញរបស់យើង show your ID នេះទាំងអស់គ្នាឲ្យដូចជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងណាឈ្មោះពេញណាជាមួយនឹង first name last name ថ្ងៃខែឆ្នាំកំណើតយើងអីដាក់ឲ្យដូចគ្នាមកទាំងអស់គ្នាដាក់ដូចនៅក្នុងអត្តសញ្ញាណប័ណ្ណរបស់យើងមកហើយកន្លែងនេះយើងយក Cambodia ទៀតមកហើយកន្លែងនេះយើងយក mail ដូចថាយើងយកបើសិនជាយើងប្រុសយើងយក mail បើសិនជាយើងស្រីយើងយក female ទាំងអស់គ្នាហើយកន្លែងនេះយើងត្រូវដាក់address របស់យើងត្រូវមានឯកសារយោងឧទាហរណ៍ដូចយើងយកមកពី ABA អញ្ចឹងទៅយើងមានឯកសារយោងថា address យើងច្បាស់ជានៅកន្លែងហ្នឹងមែនគេត្រូវការឯកសារយោងដើម្បីយកទៅ verify ទាំងអស់គ្នាឥឡូវខ្ញុំចុច delete letter ដោយសារខ្ញុំបានខ្ញុំអត់មានអីត្រូវពេញកន្លែងហ្នឹងទៀតទេដោយសារតែខ្ញុំបាន connect ជាមួយនឹង X នេះហើយ
ចឹងខ្ញុំអាចយកអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំវាទៅ connect នឹង X នេះម្ដងទៀតទេចុច do letter មកហើយសម្រាប់ការដាក់លុយវាមានដូចជា local bank card អានេះតាម Visa card ឬក៏ Master card អីចឹងទៅទាំងអស់គ្នាវាមាន Binance Pay វាមាន Bitcoin Ethereum វាមានច្រើនខ្លាំងមែនតើទាំងអស់គ្នាយើងមានកាក់ត្រុនកាក់អីទៀតយើងអាច deposit វាតាមហ្នឹងបានទាំងអស់គ្នាឥឡូវយើងមក check account ឧទាហរណ៍អ្នកទាំងអស់គ្នា complete profile ឲ្យអស់ណាយើងមក check account កន្លែង setting នេះយើងចុច profile មកនេះកន្លែងនេះចុច scan បើសិនជាទូរស័ព្ទទាំងអស់គ្នា support ជាមួយនឹង scan ម្រាមដៃវានឹងឲ្យ scan បើសិនជា scan មុខវានឹងឲ្យ scan អញ្ចឹងទៅឥឡូវខ្ញុំចុច remind letter ហើយកន្លែងនេះវាមាន3 step សម្រាប់ឲ្យយើង verify ទី1កន្លែងនេះយើងចុច complete now ទៀតមកនេះវានៅ add អានេះមួយទៀតដោយសារតែខ្ញុំបានចុចឈ្មោះរួចហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាធ្វើការ complete អានេះមួយទៀតនេះនៅ channel 2 provide your document confirm your name add your information យើងអាចដាក់លុយយើងកំណត់ការដាក់លុយរបស់យើងអាចដាក់លុយតាម local payment ទាំងអស់គ្នា payment method ហើយនិង bank card crypto trading បានយើងត្រូវការ complete អាពីរនេះទៀតទើបយើងអាចចូល trade ជាមួយនឹង Xnet បានទាំងអស់គ្នាហើយកន្លែង security នេះ security វាមានប៉ុណ្ណឹងយើងអាចកំណត់ two factor អីបានទៀតឧទាហរណ៍អ្នកទាំងអស់គ្នាចង់កំណត់ឥឡូវឧទាហរណ៍ថាខ្ញុំមាន account រួចហើយប៉ុន្តែខ្ញុំចង់បង្កើតខ្ញុំបានចុះឈ្មោះនិង verify ជាមួយនឹងលេខ1លេខ2នេះហើយអញ្ចឹងខ្ញុំចង់ធ្វើការបង្កើតនៅគេហៅថាគណនីផ្សេងណាទាំងអស់គ្នាឥឡូវខ្ញុំធ្វើការចូល account ពិតរបស់ខ្ញុំហ្មងទៅខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាអូខេចាំតិចខ្ញុំធ្វើការ log in ចូល account ខ្ញុំសិនអូខេកន្លែងនេះជា account ពិតរបស់យើងណាជា account ពិតរបស់យើងនេះគេមាន real និង demo អ្នកគ្នា real និង demo បន្តមកទៀតអ្នកនរគ្នាធ្វើការកលេចមើលខាងស្ដាំដៃយើងនេះវាថា open account យើងចុចពីលើវាមួយមកបន្តមកទៀតវានឹងនេះវាមានប្រភេទ account standard ហ្នឹងយើងអាចដាក់លុយចាប់ពី$10ឡើង spread វា 0.2 យ៉ាងទៅ 0.20 leverage វាយើងអាចលេងដល់មួយលើ unlimited វាមានមួយលើ 1000 មួយលើ 2000 និងមួយលើ unlimited ហើយវាមាន commission ក្នុងការ trade ទេទាំងអស់គ្នាហើយសម្រាប់ standard sale នេះយើងវិញអ្នកនៃដែលយើងត្រូវបង្កើតនេះគឺដាក់លុយ$10ដូចគ្នានិងមាន spread 0.3 0.30 វាលើគ្នាជាមួយនឹង standard account standard ខាងលើនេះវាមាន leverage មួយលើ 2000ដូចគ្នាមួយលើ unlimited អ្នកទាំងអស់គ្នាសម្រាប់អានេះ professional account យើងមិនទាន់និយាយទេអំពីហ្នឹងអានេះវាមាន 0 spread មួយលើ unlimited ដូចគ្នា commission per lot size 0.5 ឥឡូវយើងធ្វើការចុចចូលគណនី standard sale មកចុច continue ហើយកន្លែងនេះយើងយក United States ហ្នឹងហើយយើងយកជាប្រភេទលុយដុល្លារហើយបន្តមកទៀតយើងយក platform MT4 ក៏បាន MT5 ក៏បានហើយ password យើងដាក់ password សម្រាប់ login នៅក្នុងMT5 អីចឹងទៅប៉ុន្តែយើងអាចធ្វើការ trade នៅក្នុង Xnet ផ្ទាល់បានដូចគ្នាទាំងអស់គ្នាវីដេអូក្រោយខ្ញុំធ្វើបង្ហាញអ្នកទាំងអស់គ្នាក្នុងការ trade នៅលើ Xnet ក្រោយយើងក៏ធ្វើការដាក់ password របស់យើងមក password ដែលយើងត្រូវ connect ជាមួយនឹង Xnet ទាំងអស់គ្នាឥឡូវតែអ្នកទាំងអស់គ្នាបានដាក់រួចហើយខ្ញុំនឹងទៅធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដែលយើងអាច log in ជាមួយនឹង MT5 បានជាដំបូងទាំងអស់គ្នាចុចនេះមកកន្លែងនេះមកត្រី3នេះជាប្រភេទ account Xnet account sen របស់ខ្ញុំទាំងអស់គ្នា standard sen ខ្ញុំមានលុយដល់វានៅក្នុងហ្នឹងដែរទាំងអស់គ្នាបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការជាកន្លែងត្រី3នេះហើយអ្នកទាំងអស់គ្នាចុចពាក្យថា account information ហើយកលេចមកមើលនៅ server របស់យើងនេះគឺ MT5 20យើងត្រូវ search Xnet global ហ្នឹងមកហើយបន្ទាប់មកទៀតយើង copy យើងដាក់ password របស់យើងនៅក្នុង MT5 ហ្នឹងមកវីដេអូក្រោយខ្ញុំធ្វើបង្ហាញរបៀបដែលយើងអាច connect នៅក្នុង MT5 បានទាំងអស់គ្នាហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលថ្មីដែលអត់ទាន់ស្គាល់ broker សម្រាប់ trade ទាំងអស់គ្នា